តិចមួយចំនួនតូចធ្វើឲ្យស៊ុបបាញ់កាញ់ក្តាមអ្នកទាំងអស់គ្នាមានរសជាតិឆ្ងាញ់ដែលមិនចាំបាច់ចំណាយពេលយូរក្នុងការរំងាស់ឆ្អឹងស៊ុបគ្រឿងផ្សំផ្នែកសាច់អ្នកទាំងអស់គ្នាដាក់តាមចំណង់ចំណូលចិត្តមិនចាំបាច់ដូចខ្ញុំនេះក៏បានដែរប៉ុន្តែដំបូងយើងត្រូវមានខ្ទឹមក្រហមខ្ទឹមសឬគល់ខ្ទឹមដាក់លីងវាឲ្យឈ្ងុយហើយចាំដាក់ក្បាលបង្គាយកទៅលីងដើម្បីយកជាតិឬក៏យើងហឺហៃប៊ីក៏បានដែរបន្ទាប់មកទៀតគឺយើងចាក់ទឹកដើម្បីរំងាស់ក្បាលនឹងឲ្យវាចេញជាតិហើយស្រង់វាទុកមួយឡែកដោយសារតែខ្ញុំនៅសល់ឆ្អឹងទ្រូងមាន់នៅនឹងទូអញ្ចឹងខ្ញុំក៏ដាក់ខ្លះទៅបន្ទាប់មកទៀតយើងដាំវាឲ្យពុះមកសន្ទុះហើយអ្នកចំណុចពិសេសគឺថែមទឹកដូងនេះដាក់មួយក៏បានថែមទឹកខ្លះក៏បានដាក់ពីរក៏បានដែរហើយខ្ញុំអត់មានបង់អីច្រើនទៀតទេគឺខ្ញុំថែមតែទឹកត្រីបន្តិចដុំស៊ុបខ្នុរហ្វីលីពីនបន្តិចហើយយើងដាក់សាច់ផ្សេងចូលទៅអ្នកទាំងអស់គ្នាអត់ចាំបាច់ងាស់ឆ្អឹងស៊ុបអីទេសាច់ដាក់ទៅភ្លុកចឹងមកហើយនៅពេលដែលផ្គានិងក្តាមឆ្អិនគឺយើងស្រង់វាឡើងចេញជាទៅស្រង់សាច់ឡើងចេញមកទាំងអស់មកសាច់ដែលយើងដាក់ទៅបាញ់មិញទុកដាក់ topping ពីលើទៅវាស្រួលអត់ហត់កកូរក្នុងឆ្នាំងបន្លែមានការ៉ុតជាមួយនឹងផ្សិតនេះគឺដាក់ទៅឆ្ងាញ់មែនតែនហើយអ្នកទាំងអស់គ្នាទិញតសៃបាញ់ជុង1គីឡូមកព្រោះខ្ញុំអត់មានបាញ់កាញ់ខ្ញុំដាក់បាញ់ជុងអានេះយើងដាក់វាហើយយើងថែមជាមួយនឹងទឹកម្សៅឆាចង់បានខាប់តិចខាប់ច្រើនដាក់ទឹកម្សៅឆាតាមចំណង់ចំណូលចិត្តឬក៏អ្នកទាំងអស់គ្នាមិនបាច់ដាក់បាញ់ជុងចូលក៏បានដែរចាំស្រូវដាក់ក្រៅក៏បានដែរហើយអ្នកទាំងអស់គ្នាដាក់ឲ្យពុះដាក់វាញ៉ាំជាមួយនឹងសណ្តែកបដោះ topping ពីលើនឹងតាមចំណង់ចំណូលចិត្តទេមានអីក៏ដាក់នឹងទៅអានេះគ្រឿងប្រមាណមុខនេះគឺញ៉ាំត្រូវគ្នាមែនតែនកុំភ្លេចជាមួយនឹងម្រេចម្ទេសហឹលខ្ទឹមបំពងស្រួយហើយថ្ងៃនេះប៉ះមេឃត្រជាក់ទៀតបបរមួយឆ្នាំងនេះនិយាយពីថាត្រូវគ្នាខ្លាំងមែនតែនតិចមួយចំនួនតូចធ្វើឲ្យស៊ុបបាញ់កាញ់ក្តាមអ្នកទាំងអស់គ្នាមានរសជាតិឆ្ងាញ់ដែលមិនចាំបាច់ចំណាយពេលយូរក្នុងការរំងាស់ឆ្អឹងស៊ុបគ្រឿងផ្សំផ្នែកសាច់អ្នកទាំងអស់គ្នាដាក់តាមចំណង់ចំណូលចិត្តមិនចាំបាច់ដូចខ្ញុំនេះក៏បានដែរប៉ុន្តែដំបូងយើងត្រូវមានខ្ទឹមក្រហមខ្ទឹមសឬគល់ខ្ទឹមដាក់លីងវាឲ្យឈ្ងុយហើយចាំដាក់ក្បាលបង្គាយកទៅលីងដើម្បីយកជាតិឬក៏យើងហឺហៃប៊ីក៏បានដែរបន្ទាប់មកទៀតគឺយើងចាក់ទឹកដើម្បីរំងាស់ក្បាលនឹងឲ្យវាចេញជាតិហើយស្រង់វាទុកមួយឡែកដោយសារតែខ្ញុំនៅសល់ឆ្អឹងទ្រូងមាន់នៅនឹងទូអញ្ចឹងខ្ញុំក៏ដាក់ខ្លះទៅបន្ទាប់មកទៀតយើងដាំវាឲ្យពុះមកសន្ទុះហើយអ្នកចំណុចពិសេសគឺថែមទឹកដូងនេះដាក់មួយក៏បានថែមទឹកខ្លះក៏បានដាក់ពីរក៏បានដែរហើយខ្ញុំអត់មានបង់អីច្រើនទៀតទេគឺខ្ញុំថែមតែទឹកត្រីបន្តិចដុំស៊ុបខ្នុរហ្វីលីពីនបន្តិចហើយយើងដាក់សាច់ផ្សេងចូលទៅអ្នកទាំងអស់គ្នាអត់ចាំបាច់ងាស់ឆ្អឹងស៊ុបអីទេសាច់ដាក់ទៅភ្លុកចឹងមកហើយនៅពេលដែលផ្គានិងក្តាមឆ្អិនគឺយើងស្រង់វាឡើងចេញជាទៅស្រង់សាច់ឡើងចេញមកទាំងអស់មកសាច់ដែលយើងដាក់ទៅបាញ់មិញទុកដាក់ topping ពីលើទៅវាស្រួលអត់ហត់កកូរក្នុងឆ្នាំងបន្លែមានការ៉ុតជាមួយនឹងផ្សិតនេះគឺដាក់ទៅឆ្ងាញ់មែនតែនហើយអ្នកទាំងអស់គ្នាទិញតសៃបាញ់ជុង1គីឡូមកព្រោះខ្ញុំអត់មានបាញ់កាញ់ខ្ញុំដាក់បាញ់ជុងអានេះយើងដាក់វាហើយយើងថែមជាមួយនឹងទឹកម្សៅឆាចង់បានខាប់តិចខាប់ច្រើនដាក់ទឹកម្សៅឆាតាមចំណង់ចំណូលចិត្តឬក៏អ្នកទាំងអស់គ្នាមិនបាច់ដាក់បាញ់ជុងចូលក៏បានដែរចាំស្រូវដាក់ក្រៅក៏បានដែរហើយអ្នកទាំងអស់គ្នាដាក់ឲ្យពុះដាក់វាញ៉ាំជាមួយនឹងសណ្តែកបដោះ topping ពីលើនឹងតាមចំណង់ចំណូលចិត្តទេមានអីក៏ដាក់នឹងទៅអានេះគ្រឿងប្រមាណមុខនេះគឺញ៉ាំត្រូវគ្នាមែនតែនកុំភ្លេចជាមួយនឹងម្រេចម្ទេសហឹលខ្ទឹមបំពងស្រួយហើយថ្ងៃនេះប៉ះមេឃត្រជាក់ទៀតបបរមួយឆ្នាំងនេះនិយាយពីថាត្រូវគ្នាខ្លាំងមែនតែន